បងស្រីអាយុ59ឆ្នាំគាត់អញ្ជើញមកប្រគំម្ដងមួយគឺវះបណ្ដឹងស្វែងមុខដោយសារតែគាត់មានបញ្ហាស្អីមួយវាប៉ុន្តែជាទូទៅការវះកាត់បច្ចេកទេសតែមួយមិនអាចផ្ដល់លទ្ធផលឲ្យបានច្រើនទេដោយសារតែបញ្ហាគាត់ច្រើនយើងមើលក្នុងរូបឃើញឆ្អឹងរបស់គាត់ធំទាំងសងខាងចឹងពីរូបនេះធំសបកភ្នែកគឺចាំលាក់សងខាងអញ្ចឹងហើយកកគាត់ត្រង់បើន័យថាបើសិនជាយើងធ្វើការវះកាត់បណ្ដឹងស្វែងមុខតែមួយមុខយើងបណ្ដឹងបានតែកន្លែងតិចទេហើយអត់បានច្រើនទេដោយសារតែបញ្ហាឆ្អឹងរបស់គាត់ធំជាសាដែលត្រូវផ្សំជាមួយគ្នាថ្ងៃនេះគឺទី1 endoscope ដើម្បីធ្វើ frontal lift បានជាយើងលើកចិញ្ចើមសងខាងឡើងតាមរយៈការវះកាត់ endoscope ទី2យើងធ្វើការវះកាត់បូមខ្លាញ់នៅសងខាងស្គាល់ហើយនេះដែលខ្លាញ់ច្រើននិងទី3យើងធ្វើ full face lift បានជាការវះកាត់មួយដែលពីមុខរហូតដល់ក្រោយក្នុងគោលបំណងមួយដើម្បីបង្កើតតកឲ្យស្អាតផងជាមួយស្បែកមុខតឹងផងត្រឡប់មកវិញការវះកាត់វិធីសាស្ត្រវះកាត់បន្តឹងបែបមុខតែមួយមុខมันអាចផ្ដល់លទ្ធផលច្រើនសម្រាប់ភ្ញៀវទេដូច្នេះយើងត្រូវតែបែងចែកដោយលោកសម្រាប់បង្កើនវិធីសាស្ត្រណាដែលចាំបាច់សម្រាប់បញ្ហាផ្សេងៗគ្នា